បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូមួយនេះយើងនឹងគូ part 2នៃ chapter 4 part 2បាទមានរាងមូលរង្វិលដូចវិលជាមួយ360 degree អញ្ចឹងបាទ part 2ប្រើ tool ថ្មីមួយនៅក្នុង feature មានឈ្មោះថា revolve បាទហើយយើងមាន feature ចំនួន2 revolve មួយហើយនិង chamfer មួយចំណែកឯ sketch បាទយើងប្រើតែមួយគត់សាមញ្ញមែនទែនបាទហើយ tool នៅក្នុង sketch ដែលយើងត្រូវការប្រើមានដូចជា smart dimension បាទមាន line បាទមាន add relation ហើយមាន center line ចំណែកឯនៅក្នុង feature យើងមានតែ revolve boss មួយគត់ហើយនិង chamfer បាទជា feature ទី2ដែលយើងត្រូវប្រើបាទហើយគួររំលឹកផងដែរថានៅក្នុងការបង្កើត 3D model part 2នេះយើងនឹងប្រើ shortcut បាទមួយចំនួនដែលជួយសម្រួលការ model របស់យើងនៅក្នុង computer ដោយប្រើតែ keyboard បាទអញ្ចឹងកុំឲ្យគ្នាយើងចាំយូរបាទយើងចូលទៅក្នុងឯកសាររបស់យើងបាទទំព័រ410បាទយើងនឹងឃើញបាទគេមានចាប់ផ្ដើមការណែនាំពីចំណុចទី11នេះមកគឺ creating sub component បាទហើយខាងក្រោមនេះគឺជា sketch ដែលបង្ហាញពីបាទទំហំបាទហើយនឹង relation មួយចំនួននៅទីនេះមាន relation ត្រួតស៊ីគ្នាជាមួយនឹងគុលតម្រុយបាទអញ្ចឹងដើម្បីយើងបាន sketch របស់យើងដែលមានទំហំកុំពិបាកដើរចេញទៅចេញចូលមកជាមួយនឹងយើង move slash window របស់យើងជាមួយនឹង SolidWorks ផងឯកសារ PDF ផងយើង print screen មកប្រឡោះតូចបាទហើយយើងយកទៅទុកក្នុង SolidWorks ណាបាទឥឡូវយើងចូលមក SolidWorks បាទហើយ part ដែលយើងត្រូវបង្កើតថ្មីបាទយើងចុច Control New បាទ part ហើយយើងយក new បាទចាប់ផ្ដើមដំបូងគឺយើងត្រូវតែបដូរប្រព័ន្ធខ្នាតបាទរួចហើយបាទយើងបដូរ edit document unit ដើម្បីយើងបំលែងវាទៅជាលេខក្រោយក្បៀស3ខ្ទង់ហើយយើងយកចុច1 2 3ហើយយើង click OK ណាបាទអញ្ចឹងបើសិនជាយើងមើល part របស់យើងបាទហើយយើងអាចបង្កើតចេញពី right plane ណាអូខេយើងចូលទៅក្នុង right plane បាទយើងបង្វិលបែកកាយមករកចឹងបាទបន្តមកទៀតយើងត្រូវការបន្ទាត់ center line មួយពីព្រោះនៅពេលដែលយើងប្រើ feature រង្វិល revolve បាទយើងត្រូវការជាចាំបាច់គឺអរង្វិលមួយណាបាទហើយយើងឈប់គូយើង escape ចេញបាទយើងត្រូវ pass រូបដែលយើងធ្វើ screenshot មុនមិញមកចូលក្នុងនេះបន្តិចដើម្បីយើងបានព័ត៌មានយកមក sketch ណាអូខេបាទឥឡូវយើង pass image ចូលហើយយើងអាចបន្ត sketch បានបាទអញ្ចឹងនៅក្នុងនេះយើង sketch ចេញពីគោលតម្រុយបាទហើយដើម្បីយើង sketch បានស្រួលបាទយើងគួរតែបាទរើសយក tool នេះគឺបន្ទាត់បាទអូខេអញ្ចឹងយើងចាប់ផ្ដើមចេញពីគោលតម្រុយបាទយើងទៅលើបាទប្រហែលសិនបាទយើងទៅខាងស្ដាំបាទយើងចុះមកក្រោមអូខេហើយយើងទៅខាងឆ្វេងបាទបន្តមកទៀតបាទយើងចុះក្រោមបាទហើយយើងមកគៀកជាមួយនឹងខាងស្ដាំខាងឆ្វេងនេះបាទរួចហើយយើងចុះមកខាងក្រោមបាទមកបាទត្រួតស៊ីគ្នាជាមួយនឹង center line របស់យើងឥឡូវយើងបានរូបរាងប្រហែលអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺដាក់ទំហំបាទអញ្ចឹងយើងថាជាទូទៅយើងទម្លាប់ឲ្យបានល្អទៅគឺយើងដាក់ទំហំធំជាងគេមុនបាទពីឆ្វេងបាទហើយទៅស្ដាំបាទយើងប៉ះហើយយើងy dimension ចូលបាទ 0.6 អូខេណាបាទបន្តមកទៀតបាទហើយយើងត្រូវការ dimension ខាងអក្សរបាទរូបរបស់យើងពេលនេះវារាងបែកតិចបាទប៉ុន្តែកុំបារម្ភទេយើងអាចឲ្យបាទ zoom out បន្តិចទៅបាទដើម្បីឲ្យយើងអាចមើលឃើញរូបហើយដោយសាររូបនេះវាធំបាទយើងអាចបង្រួមវាតូចជាងនឹងបានអូខេបាទយើងអាចបង្រួមវាធម្មតាដូចយើងបង្រួមរូបនៅក្នុង Microsoft Word ចឹងដែរណាបាទអូខេបាទបង្រួមបានបន្តិចទៀតបាទរួចហើយយើងយក zoom to area បាទយើង zoom ចូលម្ដងហ្នឹងយកមកមើលអូខេបាទយើង zoom តិចទៀតបាទ
ok lấy dân ai cũng cơ rụp bây giờ mà kiện tích mình phải xuống mở cái dân ba dimension zone trên cùng mỗi dân nơi dimension chung công pua này và dân cho tới smart dimension với và dân chặt tiền mình toát bằng toát và vài trích một cái pram chỗ ok mà với đi dân transfer vào top tiết cứ đại dimension tối mà between the đam và awesome những person dân mới này dimension để dân tra đặt chỗ cứ trích đọc pram ok hay bắt đầu một tiết cứ dimension này hàng crown này mà between the đam cho buôn một phải pram này ok dân ba bằng toát mà dân off trong một crown ok cho buôn một phải pram mà lấy ở đây dân transfer bằng toát tiết và cứ công pua này mà chẳng công pua rồi việc bằng toát này thiệp cho mọi nắng và center line bao nhiêu nhưng vay ai ta chỗ đọc pram và tùm hút mà ok cho mà rồi đọc pram người tiết cứ công pua và vì center line tới bằng toát khẳng lớn đi mỗi nó cứ check mà rồi 27 ok lấy dương miền mình toàn bọc mà chết ở hay và giờ sao để mình toàn trade mỗi đây mình toàn có tự đào môn rồi bọc luôn ảnh và cho những bạn mình tốt rồi thấy dương pass center line và ấy và những ô mà trong kèm đó làm vậy ở smart dimension chấp đang thay vì chỉ mụn để dương chọn đặt mà lấy những đã cứ 29 được rồi ok và những anh ô tới hàng cài này của bạn và mấy anh nghi mờ và lấy rồi bây giờ cứ và well defined miền này thá mà bản toànទាំងអស់ពណ៌ខ្មៅដោយសារតែវាដឹងទំហំមាននឹងទីតាំងធៀបជាមួយនឹងគោល100ពេលនេះយើងអាចលុបបាទហើយរូបភាពដែលយើងបាទ screenshot នេះមកចប់បានណាបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺបង្វិលបាទហើយ sketch របស់យើងនេះឲ្យคล้ายទៅជារូបដែលមានរាងមូលបាទ360 degree អញ្ចឹងនៅពេលយើងបានអរង្វិលហើយបាទយើងមាន sketch well defined យើងគ្រាន់តែចូល feature ហើយយើងរើសយកចិត្ត extrude របស់នេះគឺ revolve boss បាទ solidworks smart ណាស់បាទឆ្លាតមែនទែនបាទវាចាប់ផ្ដើមបង្វិល sketch របស់យើងនោះមកជុំ360 degree ណាបាទនៅក្នុងនេះយើងមើលយើងឃើញថា line 1របស់យើងគឺជា center line នេះ solidworks ចាប់ automatic បើវាចាប់យើងអាចចាប់ចូលឲ្យបានណាបន្តមកទៀតមុំដែលត្រូវបង្វិលបាទគឺ360 degree បើយើងចង់ដឹងយើងវាយ180ចូលបាទយើងនឹងឃើញវាបង្វិលតែពាក់កណ្ដាលទេណាអូខេប៉ុន្តែអ្វីយើងចង់បានគឺ360បាទអញ្ចឹងយើងចុចលើ revolve feature edit បាទហើយយើងកែតម្លៃមុំចូល360 degree អូខេបាទប៉ុណ្ណឹងយើង click OK បាទអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺផ្នែកខាងបាទផ្នែកខាងយើងត្រូវដាក់គឺ chamfer បាទហើយយើងចុះមកក្រោមបាទក្រោយពីយើងធ្វើ revolve ហើយបាទឯកសារបានណែនាំឲ្យយើងដាក់ chamfer បាទចុច032 45 degree នៅលើកេមទាំងពីរនេះណាបាទដែលយើងឃើញបាទកេមមួយនៅខាងក្រៅកេមមួយទៀតគឺនៅខាងក្នុងអូខេអញ្ចឹងក្នុងការប្រើ chamfer បាទយើងគ្រាន់តែចូលទៅក្នុងប្រអប់ to fillet យើងរើសជម្រើសទី2គឺ chamfer បាទបន្តមកទៀតបាទអ្វីដែលយើងត្រូវធ្វើគឺវាយលេខចូលក្នុងបាទប្រអប់ទំហំចុច032បាទយើង enter បាទបន្តទៀតបាទចុច032យើង enter បើយើងវាយលេខធំពេកវាអាចកាត់ចម្រៀកឲ្យយើងបានទេបាទយើងចូលទៅក្នុង item to chamfer បន្តមកទៀតយើង select យកបាទ game ខាងនេះហើយយើងចុចនៅខាងក្រៅវិញនៅក្នុង graphic area យើងបង្វិលដោយប្រើ arrow key បន្តិចហើយយើងរើសយក game មួយទៀតណាបាទតើមកយើងចង់មើលថាវាបានហើយយើងអាចចុច click OK អូខេតមកទៀតយើងវាយ control 7ទៅបាទយើងអាចបង្វិលបាទមួយទៀតយើងអាចបង្វិលដោយប្រើ arrow key របស់យើងណាអូខេអញ្ចឹងយើងឃើញថា game របស់យើងត្រូវបានចាត់បញ្ឆិត45 degree អូខេហើយនេះបានយើងដឹងថា45យើងចុចមើលនៅលើ feature នេះយើងឃើញលេខមុំគឺ45 degree បាទហើយប្រវែងចុច032 inch អូខេបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់បើយើងអាចចង់ដាក់បាទពណ៌ឲ្យដូចអ្វីដែលយើងមាននៅក្នុង slide បង្ហាញនេះណាអូខេយើងចូលទៅ SolidWorks បាទការដាក់ពណ៌យើងធ្លាប់ដាក់ហើយបាទអញ្ចឹងយើងចុច revolve នៅលើនេះខាងស្ដាំបាទយើងយក
edit appearance បាទឬយើងប្រើនៅក្នុង revolve មួយយើងចុចយក revolve បាទតទៅនេះយើងចាំមកស្ទុះបើ color palette នឹង load មកឲ្យយើងដាក់ពណ៌នៅលើ revolve បាទអញ្ចឹងយើងប្រើពណ៌លឿងអូខេបាទអាចយកលឿងស្រាលទៅបាទអូខេបានបន្តទៀតយើងចង់ប្រើពណ៌អ្វីបាទពណ៌បៃតងស្ដើងបាទពណ៌បៃតងស្រាលនៅលើ chamfer អូខេ edit appearance បាទយើងយក chamfer បាទហើយយើងយកពណ៌បៃតងស្រាលដែលនៅជិតគ្នាជាមួយនឹងបាទពណ៌លឿងស្រាលនេះអូខេបាទឥឡូវនេះយើងបានផាតរបស់យើងហើយយើងកុំភ្លេច save ផាតរបស់យើងបាទគឺ save បាទហើយបាទយើងប្រើបាទ chapter 4 part 2នេះវាយឈ្មោះ save ចូលហើយយើងចុចយក save ណាបាទបន្ទាប់យើងអាចមានផាតនៅក្នុង computer របស់យើងអូខេបាទpart 2របស់យើងចប់ត្រឹមតែប៉ុណ្្នឹងបាទអរគុណ